ការប្រឈមមុខគ្នារឿងការដ្ឋានបូមប្រេងចិនក្នុងដែនទឹកមានចំនួននៅសមុទ្រចិនខាងត្បូងកំពុងសាកល្បងអ្វីដែលគេហៅថាសកម្មភាពយោធានិងការទូតរបស់រដ្ឋបាលលោកអូបាម៉ាទៅរកអាស៊ីលោកពិនស៊ីសវណ្ណនៃ VOA ជូនសេចក្តីរាយការណ៍របស់លោក Scott Stearns ដែលរាយការណ៍អំពីការប៉ះពាល់ដោយសារចំនួនចុងក្រោយនៅសមុទ្រចិនខាងត្បូងនេះវៀតណាមនិយាយថាការដ្ឋានបូមប្រេងចិននៅដែនទឹកមានចំនួនគម្រាមសេរីភាពនាវាចរលោកងៀនតាន់ស៊ុងនាយករដ្ឋមន្ត្រីវៀតណាមនិយាយថា nhất là vụ hạ đặt trái phép giàn khoan Hải Dương 981ការដំឡើងការដ្ឋានបូមប្រេងចិនខុសច្បាប់អមដោយនាវាការពារចូលជ្រៅនៅខ្ពង់រាបបាតសមុទ្រនិងតំបន់សេដ្ឋកិច្ចផ្ដាច់មុខវៀតណាមគម្រាមកំហែងធ្ងន់ធ្ងរដល់សន្តិភាពស្ថិរភាពនិងសន្តិសុខដែនសមុទ្រលោកហុងឡេអ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថាវៀតណាមបង្កភាពតានតឹងដោយជំទាស់អធិបតេយ្យភាពរបស់ចិន现在他又到国际上颠倒是非គេបំភ្លីការពិតសជាខ្មៅលើឆាកអន្តរជាតិធ្វើឲ្យឃើញចិនអាក្រក់និងចោទប្រកាន់គ្មានហេតុផល Hillary Mann-Leverett សាស្ត្រាចារ្យនៅសាកលវិទ្យាល័យអាមេរិកថ្លែងថាចំនួននេះជាផ្នែកមួយដែលចិនរុញច្រានវត្តមានអាមេរិកច្រើនឡើងនៅតំបន់ប៉ាស៊ីហ្វិករឿងនេះធ្វើឲ្យវៀតណាមនៅសមរភូមិមុខរវាងអាមេរិកចិនហើយប្រទេសណាអាចមានឥទ្ធិពលសពថ្ងៃនិងយូរអង្វែងនៅតំបន់ដ៏សំខាន់ក្នុងពិភពលោកនេះសាស្ត្រាចារ្យ Carl Thayer នៃសាកលវិទ្យាល័យ New South Wales និយាយថានេះជាសារសំខាន់ដល់គូចំនួនទឹកដីជាមួយក្រុងប៉េកាំងមិនមែនតែហ្វីលីពីននិងវៀតណាមទេរដ្ឋសំខាន់នៃអាស៊ានត្រូវពាក់ព័ន្ធខ្លាំងព្រោះការដ្ឋានប្រេងនេះតាក់ទងការបង្ហាញអំណាចយោធាហើយរដ្ឋទាំងអស់នឹងយល់ថាអាចរងគ្រោះដោយសារចិនប្រធានាធិបតីស៊ិនជីពីងនិយាយថាចិនតែងតែដោះស្រាយដោយសន្តិវិធីនៅបញ្ហាបូរណភាពដែនសមុទ្រជាមួយប្រទេសនៅអាស៊ីដែលរកសម្ព័ន្ធមិត្តប្រឆាំងអ្នកជិតខាងប្រទេសដែលពង្រឹងសម្ព័ន្ធភាពយោធាប្រឆាំងភាគីមួយទៀតមិនល្អដល់សន្តិសុខក្នុងតំបន់ទេរដ្ឋាភិបាលក្រុងប៉េកាំងធ្វើឲ្យខូចអ្វីគេហៅថាអាមេរិកងាកទៅអាស៊ីដែលអ្នកស្រី Leverett សន្និដ្ឋានថាក្រុងវ៉ាស៊ីនតោននឹងបន្តតាំងនោះខ្ញុំគិតថាចិនឲ្យជំរើសអាមេរិកដែលមិនអាចឈ្នះទោះជាអាមេរិកត្រូវប្រយុទ្ធនឹងចិនរឿងកោះដែលមិនមែនជាកង្វល់អាមេរិកឬមិនគ្រប់គ្រងសម្ព័ន្ធមិត្តខ្លួនគឺជំរើសដែលបញ្ជូនសញ្ញាធ្ងន់ធ្ងរទៅសម្ព័ន្ធមិត្តថាគេមិនមានអាមេរិកនៅពីក្រោយទេហើយការងាកទៅអាស៊ីនេះមិនពិតប្រាកដទេប្រទេសជិតខាងដែលត្រូវដោះស្រាយជាមួយជារឿងរហូតទៅគឺចិនក្រុងវ៉ាស៊ីនតោននិយាយថាខ្លួនគ្រប់គ្រងសកម្មភាពផ្លូវច្បាប់របស់ក្រុងហាណូយប្រឆាំងការដ្ឋានបូមប្រេងចិនជាផ្នែកមួយនៃអ្វីដែលជាប្រយោជន៍អាមេរិកក្នុងការរក្សាសន្តិភាពស្ថិរភាពនៅសមុទ្រចិនខាងត្បូង។